បាទសូមអនុញ្ញាតលំអរកាយគ្រប់ជំរាបសួរប្រិយមិត្តទូទៅជនដែលកំពុងតែតាមដាននៃការផ្សាយផ្ទាល់នៃអង្គភាព SN TV Breaking News បាទគណៈពេលនេះប្រិយមិត្តបាននៅវេលាម៉ោង 10:20 នាទីបាទមានការរំលែកគ្រោះថ្នាក់ចរាចរណ៍មួយបាទរវាងបាទរថយន្តព្រុសជាមួយនឹងម៉ូតូ Honda Dream Song បានបណ្ដាលឲ្យបរិសម្នាក់បាទដេកដួលស្ដោកស្ដឹងនៅកន្លែងកាត់ហេតុតនតែម្ដងប្រិយមិត្តហើយទីតាំងនៅកន្លែងកាត់ហេតុនេះផងដែរគឺតាមបណ្ដោយផ្លូវអាចមឹកបាទតលមុខអាហារដ្ឋានបាទនៅពីមុខអាហារដ្ឋានយានសែកបាទឈៀនសៀងបាទដែលជាប់ជាមួយនឹងថៃអានអផាតមិនបាទប្រិយមិត្តបាទបើយើងតាមមើលភិនភាគនៃម៉ូតូនិងរថយន្តនៃគ្រោះថ្នាក់ចរាចរណ៍នេះបាទគឺឃើញថារថយន្តនឹងបត់ចូលនៅក្នុងអាហារដ្ឋានខាងមុខនេះផ្ទាល់តែម្ដងប្រិយមិត្តដែលឡាយម៉ូតូដែលមកទិសដៅពីបាទពីខេត្តអូជាទៀលបាទពីអូជាទៀលឆ្នេរអូជាទៀលហ្នឹងគឺមកដល់កន្លែងហ្នឹងគឺបុកចំឡានពេញលំហឹងតែម្ដងបាទមកដល់ឲ្យតកង់ម៉ូតូហ្នឹងរងរបួសបាទរងរបួសដេកស្ដុកស្ដឹងនៅកន្លែងតែម្ដងប្រិយមិត្តទូនីជនហើយម្ចាស់រថយន្តក៏អត់តន្តនាដែរនេះយោងតាមប្រភពបាទនៅកន្លែងហេតុការណ៍ដែលយើងសាកសួរព័ត៌មានពីវិញហេតុការណ៍នេះផងដែរបាទចំណែករថយន្តបាទពាក់ស្លាកលេខភ្នំពេញបាទ2 BZ បាទ30គុត53បាទហើយជាមួយម៉ូតូ Honda Dream នេះគឺពាក់ស្លាកលេខបាទឧត្តមមានជ័យ 1S 8120គុតបាទប្រិយមិត្តទូរជនម៉ូតូមកនេះដែរយើងឃើញថាវត្តមានរថយន្តសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តប្រសិទ្ធនុយើងក៏បានមកដល់ហើយដែរបាទប្រិយមិត្តបាទនៅតែខាងបាទសមត្ថកិច្ចចរាចរណ៍ផ្លូវគោកទេលោកអត់ទាន់មកជិះមកដល់បាទក្នុងហេតុការណ៍នេះដែរយើងគិតថាមានការភ្ញាក់ផ្អើលដល់បងប្អូនជាវត្តជំនាញកន្លែងកាត់ហេតុនេះដែរបាទណែនណាន់តាន់តាប់តែម្ដងបាទហើយផ្លូវទូចដៃមានរថយន្តកាងផ្លូវអំជំហៀងហើយយើងជាបរដ្ឋធ្វើការឆ្លងកាត់នៅបាទធ្វើដំណើរឆ្លងកាត់នៅកន្លែងនេះគឺមានយ៉ាងស្ទះម្ដងមកការដែរបាទបាទសម្រាប់រូបភាពជនរងគ្រោះក្នុងករណីចំណាយចរាចរណ៍នេះដែរគឺយើងខ្ញុំក្នុងក្រុមការងារក៏បានដាក់ចូលក្នុងក្រុមហើយក្រុមក៏មានដាក់លីងចូលក្នុងដែរប្រិយមិត្តប្រជាជនបាទឥឡូវនេះឃើញថាវត្តមានគ្រូពេទ្យបាទមន្ទីរពេទ្យឯកសិទ្ធិយើងក៏បានមកដល់ទីតាំងនេះហើយក៏រៀបចំនឹងប្រងការលើកអ្នករបួសនេះបាទយកទៅសម្រាប់ព្យាបាលនៅទីពេទ្យផងដែរម៉ានអ្នកអន្តរជីម៉ានអ្នក2អ្នកអ្នកទៀតណាមួយណាចូលទៅតាមនៅបានតាំងខាងតាំងខែអីអូចឹងលួស្រាលបាទប្រិមិត្តទូនីជនបាទក្នុងហេតុការណ៍នេះដែរឃើញថាយើងបានសួរប្រមូលព័ត៌មានថែមទៀតទៅលើតាមផ្នែកនេះជិះម៉ូតូបាទគ្រោះថ្នាក់នេះគឺ2អ្នកប្រិមិត្តបាទ2អ្នកអ្នកជិះម៉ូតូម្នាក់របួសធ្ងន់ម្នាក់របួសស្រាលបាទប្រិមិត្តបាទប្រហែលជាបាក់ជើងប្រិមិត្តបាទប្រហែលជាបាក់ជើងតាមមើលបាទយើងមិនដឹងថាយ៉ាងម៉េចទេប្រិមិត្តជាងស្ដាំមកគាត់ឃើញគ្រូពេទ្យឃើញគាត់ស្ទាបស្ទាមថាជាអាចនឹងរបួសធ្ងន់ខាងជើងនោះបាទប្រិមិត្តហើយយើងមើលឃើញពិនភាគម៉ូតូបាទមើលម៉ូតូនេះគឺ
រងការខូចខាតខាងមុខនេះបាទយ៉ាងដំណំតែម្ដងបាទឡាក់តិចកង់មុខបាទហើយងាកបាទរថយន្តយើងថាបលែងប្រឡោះកង់នឹងគឺតិចបាទបាទប្រិមិត្តជនបាទហេតុការណ៍នេះកើតឡើងតាមមកដោយផ្លូវអាចមើកបាទនៅកន្លែងហាងអាហារអីគេជេឆាងនេះបាទហាងម្ហូបចិនណាបាទបើនិយាយទៅអាគារមួយនេះគឺអាគារហាយអានផាតមិនបាទអាគារហាយអានផាតមិនហើយcònខាងក្រោមនេះគឺមានហាងបាទហាងម្ហូបអាហារចិនហ្នឹងបាទប្រិមិត្តបាទឥឡូវនេះយើងគិតថាលោកគ្រូពេទ្យក៏បានរៀបចំអ្នកដែលរងរបួសនេះម្នាក់នេះក៏ទៅមន្ទីរពេទ្យបាទដើម្បីសម្រាប់ព្យាបាលហើយឃើញគាត់នៅបាទនៅល្បឹកឥឡូវនេះប្រិមិត្តជនបាទបាទបញ្ជាក់ផងដែរប្រិមិត្តសារយើងមានម្ដងទៀតពាក់ព័ន្ធជាមួយករណីគណៈចរាចរណ៍នេះគឺតាមបណ្ដោយផ្លូវបាទអាចមឹកបាទឆ្ពោះពីយើងអូយទាលបាទយើងឆ្ពោះពីអូយទាលទៅបាទទៅអូ2បាទទល់មុខនឹងអាផាតមិនបាទហាយអានបាទអាផាតមិនហាយអានបាទឥឡូវនេះលោកគ្រូពេទ្យក៏បានដឹកអ្នករបួសទៅហើយបាទនៅឡើយតែម៉ូតូហើយនឹងរថយន្តបាទម៉ូតូនិងរថយន្តនៅកន្លែងកាត់ហេតុបាទប្រិយមិត្តបាទអត់តន់ឃើញមានវត្តមានសម្រាប់កិច្ចចរាចរណ៍យើងមកដល់ទីនេះទេបាទហើយបងប្អូនឃើញថាផ្លូវតូចហើយទៅទឹងឡានមួយទៀតអញ្ចឹងការធ្វើដំណើររបស់បងប្អូនជីវរដ្ឋនៅកន្លែងនេះគឺបាទហើយលំបាកបន្តិចដែរបាទហើយបងប្អូនដែលទស្សនាในការផ្សាយផ្ទាល់នេះសូមមកដល់កន្លែងនេះបន្ថយលបឿនទៅបាទពួកខាងមុខនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបាទបានកឲ្យមនុស្សម្នាក់រងរបួសយ៉ាងដំណំហើយនៅម្នាក់ទៀតរបួសស្រាលផ្នែកម៉ូតូបាទហើយឯរថយន្តវិញគឺខូចមកជំនាញខាងមុខបាទកន្លែងពណ៌ប្រឡោះកង់ហ្នឹងហើយតិចទ្វារនោះក៏បាក់ដែរបាទប្រិមិត្តហើយចំណែកម៉ូតូវិញកង់ខាងមុខនេះបាទគឺបាក់តិចតែម្ដងបាទកង់ខាងមុខនេះបាទប្រិមិត្តបាទហើយចំណែកម៉ូតូមានស្លាកលេខដល់មានជ័យ 1S8120 គុតបាទHonda tìm qua máy đấy xử ấy nhưng mà đằng đấy nhưng mà tôi chạy mượn tàu đấyហើយចម្លើយរថយន្តព្រុសបាទរថយន្តព្រុសនេះគឺពាក់ស្លាកលេខភ្នំពេញពី BZ33 គុត53បាទបាទប្រិមិត្តនិកជនបាទយើងឃើញថាផ្លូវនេះវាមានជាក់ស្ដែងគឺរឿងល្ងឹតដែរប្រិមិត្តហើយការបើកបរអីសូមមេត្តាប្រុងប្រយ័ត្នហើយឡាននេះឡានពណ៌ខ្មៅដល់អមេះដល់អញ្ចឹងយើងកាលណាដែលគាត់បត់អញ្ចឹងយើងមិនចាប់អារម្មណ៍យើងបើកលឿនមកដល់ទីតាំងហ្នឹងអាចនឹងមានបកកគ្រោះថ្នាក់បាទផ្លូវល្ងឹតឡានពណ៌ខ្មៅយើងបើកលឿនយើងនឹងអាចគ្រប់គ្រងលបឿនអត់បានព្រោះឲ្យមានគ្រោះថ្នាក់បាទតែយើងមើលតាមមើលពិនភាគនឹងរថយន្តជាមួយម៉ូតូនេះគឺយើងគេថារថយន្តមកដល់ចំហៀងហើយម៉ូតូក៏មកដល់ចំហៀងផ្លូវខាងទៀតយើងមិនដឹងថាការប្រើប្រាស់លបឿននេះយ៉ាងម៉េចទេហើយបាទពេលបាទមកកយមានគ្រោះថ្នាក់យ៉ាងនេះបាទប្រិមិត្តក្នុងហេតុការណ៍នេះគឺតាមមកដោយផ្លូវបាទអាចមើលពីអូជាទៀលបាទឆ្ពោះទៅអូ2បាទនៅតលមុខនៅអាគារអាផាតមិនហាយអានបាទកាត់ហេតុហ្នឹងនៅម៉ោង9ម៉ោង10:20 នាទីប្រិមិត្តបាទម៉ោង10:20 នាទីបាទស្ថិតនៅក្នុងសង្កាត់លេខ4ក្រុងនៅខេត្តបរសេនុបាទហើយអ្នកជំរបួសនោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសម្រាប់ព្យាបាលហើយបាទនៅតែឡើយតែម៉ូតូហើយនឹងរថយន្តទេនៅទៅទឹងផ្លូវបាទប្រិយមិត្តជនជនបើសិនតែយើងប្រើប្រាស់លបឿនទៅតាមការកំណត់នៃច្បាប់ចរាចរណ៍នោះគឺយើងមិនងាយនឹងគ្រោះថ្នាក់បើសិនគ្រោះថ្នាក់ក៏មិនអាចធ្ងន់ធ្ងរដូចជាករណីនេះដែរបាទឃើញថាមានអ្នករបួសហ្នឹងក៏ធ្ងន់ដែរហើយមើលម៉ូតូកង់មុខតិចពលរថយន្តនោះក៏តិច
nè mặc nè tiết hay là bút ra bà và bây giờ mình chân có xong phải nó còn là chơi chụp cuộc cả tam đan cả sai to này ông cái SNTV cái nạp nick nhưng bạn đến trong càng nghĩa có so một cuốn và hay mười tiết có xong cả khăn tay phải tốt vì sẵn tôi sẽ chân đại cái tam đan phó tha bà sân trong cả tha thì bài trong miền Kha có con đòi cả nam muối xong khăn tay phải tốt được nhưng mà phong cái nạp nick nhưng bạn trong càng nghĩa xong ở cuốn xong cột lìa